លោកក្តីខ្ញុំថ្ងៃនេះនឹងធ្វើការបង្ហាញអំពីhosting local host នៅដោយយើងប្រើ AWS អឺ Cursor និងGatebox ជាមួយនឹង Ubuntu ដំបូងយើងធ្វើការupdate វាដំបូងគេសិនហើយដំបូងយើងវាយ sudo update អឺ sudo apt not apt update បន្ទាប់មកយើងធ្វើការ sudo system ឆែកមើលsystem net របស់យើងឆែកមើលNTINH របស់យើងបើមានយើងត្រូវrestart វាឬក៏ install វាឥឡូវយើងធ្វើការ check មើលម្ដងទៀតឥឡូវដើរហើយ active ไว้តបមកយើងចាប់ផ្ដើមធ្វើការបន្តទៀតហើយដំបូងយើងធ្វើការ check browser សិនហើយ copy IP address របស់យើងនេះ IP address របស់AWS Cursor តែលើ browser ចាំ plate ឥឡូវវាដំណើរការអញ្ចឹងយើងមានរបៀបក្នុងការធ្វើវាដំណើរការដំបូងយើងត្រូវប្រកាសថាអឺ file Sela របស់យើងដែរឥឡូវយើងធ្វើការឆែក file Sela របស់យើងធ្វើការឆែកfile sign manager ឆែកមក IP របស់យើងដូចជាមួយIP របស់យើងអត់ IP មួយនេះ IP v4 អត់ដែរយើងធ្វើការចូលមើលCursor យើង search មើលfile ដែលយើងបានបង្កើតហើយ file របស់ខ្ញុំដែលបានបង្កើតហើយមានឈ្មោះ ACP មកយើងចុចចូល ACP ហ្នឹងទៅមកចុចចូល instance ហ្នឹងហើយត្រូវឲ្យចុចចូល instance មកយើងនឹងឃើញបន្ទាប់នៅខាងក្រោមហ្នឹងវាមានច្រើនទៀតយើង scroll ចុះក្រោមមើលទៀតឃើញnetwork and security ឥឡូវយើង select យកelectric IP electric IP របស់យើងអត់ទាន់មានអីទេឥឡូវយើងធ្វើការ config ឲ្យវាបងយើងធ្វើការយើងធ្វើការ click អាមួយនេះ allocate electric IP address តមកយើងធ្វើការ scroll ចុះក្រោមវានឹងឃើញមួយនេះមកយើងធ្វើការ click វាមកយើងធ្វើការកំណត់ key របស់វាឈ្មោះគេឈ្មោះអីតែ
IP មក value យើងចង់ដាក់មិនក៏បានដែរហើយយើងធ្វើការដាក់វាចំណាំតិចតិចតមកយើងធ្វើការ click allocate ហើយយើងធ្វើការបង្កើតហើយមកយើងធ្វើការ edit វាយើងដាក់ថា C តិចមកយើងធ្វើការ sell វាតមកយើងធ្វើការ click C តិចហ្នឹងclick នេះ IP របស់ C តិចហ្នឹងដើម្បីយើងធ្វើចឹងដើម្បីឲ្យ IP វានៅ static ហើយយើងធ្វើការ copy static ហ្នឹងតទៅយើង copy ហើយយើងធ្វើការ paste វាចូលនៅក្នុងFileZilla host របស់យើងហើយ copy ហើយយើងចុច OK ទៅម្ដងទៀតធ្វើចា connect វាដំបូងយើងធ្វើការ click initial ធ្វើការ click associate electric IP វាមកយើងធ្វើការ paste យើង click copy អានេះយើងធ្វើការ copy នេះយើងប្រើមួយណាយើង select យកមួយហ្នឹងអញ្ចឹងឥឡូវខ្ញុំប្រើZilla HTTP server នេះហ្នឹងខ្ញុំ click យកហ្នឹងមកយើងធ្វើការ click associate មកវា process ដែរឥឡូវយើងធ្វើការ test ជាមួយ FileZilla ម្ដងពីធ្វើការ connect ចូលជោគជ័យធ្វើការរងចាំឥឡូវចូលហើយតមកយើងធ្វើការ config វាឲ្យយើងអាចដំណើរការ local host របស់យើងបានហើយធ្វើការឲ្យសិតដំបងគេឥឡូវធ្វើការអូខេឥឡូវមានបញ្ហាចាំយើងភ្ជាប់ម្ដងទៀតហ្នឹងមានបញ្ហាដោយសារយើងធ្វើការដូរ IP របស់វាឥឡូវយើងចូលកាលណា instant វិញធ្វើការភ្ជាប់វាមកវិញហើយយើងធ្វើការ copy វាមិនយើងធ្វើការច្នៃពេលយូរបន្តិចដើម្បីវាភ្ជាប់អានោះធ្វើការពេលវេលាក្នុងការវា refresh ដែរយើងអាចធ្វើភ្លាមបានភ្លាមនេះយើងធ្វើ refresh វាហើយខ្ញុំចាំរងចាំវាហើយឥឡូវធ្វើការចុច yes រងចាំជោគជ័យបន្ទាប់មកយើងធ្វើការ config វាដំបូងយើងធ្វើការឲ្យសិតនៅលើHTML កន្លែងយើងហោះហ្នឹងសិន
Và cd và đó sudo console set វាកម្រិតបំផាទាំងអស់ទៅលើ AWS មកយើងធ្វើការឲ្យសិតតទៅមុខទៀត HTML មកយើងធ្វើការទាញfile Sila ហ្នឹងfile Sila ចូលទៅក្នុងfile index របស់យើងចូលទៅក្នុងfile Sila របស់យើងដោយយើងប្រើ command ឥឡូវយើងធ្វើការស្វែងរក file index របស់យើងយើងទុកមកណាយើងរកមើលវាតើវាអត់ចាំអឺណាចេះណនេះ Linux 9នៅក្នុងនេះគឺជា file របស់យើងមកយើងធ្វើការចូលកាន់វារបស់យើងមកយើងចូលទៅកាន់ www មកយើងធ្វើការទាញfile របស់យើងមួយនេះចូលទៅក្នុងwww តែយកដាក់ចូលនៅក្នុងHTML ទេហើយយើងធ្វើការវាយ command check មើលអេនេះយើងធ្វើការ check វាតែយើង import វាចូលហើយនៅនេះយើងទាញដាក់ចូលហើយindex HTML ទៅមកយើងចាប់ដើមធ្វើការ move វា sudo mv index.html html ហើយធ្វើការls.html នេះចូលនេះ
អូខេឥឡូវយើងដើរហើយផ្សាយយើងបានហោះនោះមានដំណើរការត្រឹមត្រូវហើយនេះ successful អរគុណដែលបានទស្សនា